បើមិនជឿសូមកុំប្រមាថបើមិនចង់ឲ្យប្តីមានស្រីឬប្រពន្ធមានសហាយកុំធ្វើរឿងបែបនេះក្នុងបន្ទប់ឲ្យសោះការរស់នៅជាមួយគ្នាក្នុងជីវិតប្តីប្រពន្ធសុខសាន្តទៅបានទាល់តែប្តីប្រពន្ធត្រូវមានចិត្តស្មោះត្រង់នឹងគ្នាមិនលួចលាក់ឬក៏ផិតក្បត់គ្នានោះទេក៏ប៉ុន្តែពេលខ្លះរឿងទាំងនេះត្រឹមតែជាការសន្យាពេលដែលស្រឡាញ់គ្នាបានរៀបការជាមួយគ្នាទើបសន្យាថាស្មោះសរតែជាមួយប្រពន្ធឬប្តីតែមួយតែនៅពេលដែលរស់នៅជាមួយគ្នាយូរទៅក៏តែងតែមានពេលខ្លះធុញនឹងគ្នាឬប្រព្រឹត្តរឿងអ្វីមួយចំពោះប្រពន្ធនិងប្តីដែលអាចនាំឲ្យមានរឿងជាមួយគ្នានិងអាចឈានដល់ការបែកបាក់គ្នាហើយលែងលះគ្នាយ៉ាងណាមិញមានវិធីសាស្ត្រមួយចំនួនដែលអាចការពារកុំឲ្យប្តីឬប្រពន្ធលួចទៅមានជនទី3តាមហុងស៊ុយគឺមាន5ចំណុចដែលជាផ្នែកមួយដែលការពារដោយកុំឲ្យមានរឿងបែកបាក់គ្រួសារកើតឡើងរវាងប្តីប្រពន្ធដោយសារអ្នកទី3ផ្ដោតសំខាន់នៅក្នុងបន្ទប់គេងផងដែរទី1ហាមតាំងរូបចម្លាក់មនុស្សឬរូបថតនៅក្នុងបន្ទប់គេងមិនថារូបចម្លាក់ជាប្រុសឬក៏រូបចម្លាក់ជាមនុស្សស្រីនិងរូបថតផ្សេងៗមិនថារូបរបស់អ្នកដទៃរូបថតគ្រួសារឬក៏រូបឪពុកម្ដាយនោះទេគឺហាមមិនឲ្យដាក់នៅក្នុងបន្ទប់គេងនោះទេគឺយើងអាចដាក់បានត្រឹមតែរូបថតប្តីប្រពន្ធរបស់យើងតែម្យ៉ាងគត់ដោយមូលហេតុថាវាជាកម្លាំងអវិជ្ជមានដែលអាចស្រូបភាពផិតក្បត់ចូលមកនៅបន្ទប់គេងរបស់យើងបានទី2ត្រូវប្រយ័ត្នជាមួយការដាក់តាំងផ្កាកុលាបការដាក់តាំងផ្កាកុលាបនៅក្នុងបន្ទប់គេងគឺរឿងពីរដែលត្រូវដឹងទី1បើយើងដាក់ផ្កានោះត្រូវកន្លែងគឺនាំមកនៅតែសុភមង្គលក្តីស្រឡាញ់ចូលមកកាន់គ្រួសារទី2បើយើងដាក់ខុសកន្លែងវិញគឺមានតែការឆ្លោះប្រកែកគ្នានិងក្បត់គ្នាកន្លែងដាក់តាំងផ្កាកុលាបដែលល្អបំផុតគឺត្រូវដាក់តាំងនៅត្រង់ក្បាលដំណេករបស់ប្តីធ្វើឲ្យប្តីស្រឡាញ់ប្រពន្ធទ្វេដងនិងការដាក់នៅចំចុងជើងគឺជាភាពទាក់ទាញផ្អែមល្ហែមមានមន្តស្នេហ៍ដាក់ផ្កាកុលាបទិសមុខទ្វារបន្ទប់ទឹកក្នុងបន្ទប់គេងគឺធ្វើឲ្យក្រុមគ្រួសារកាន់តែមានសុភមង្គលទី3ហាមចិញ្ចឹមប្រភេទត្រីលម្អងមានពណ៌ក្រហមក្នុងបន្ទប់គេងការចិញ្ចឹមត្រីពណ៌ក្រហមនៅក្នុងបន្ទប់គេងគឺធ្វើឲ្យចំណងផ្លូវកាមរវាងប្តីប្រពន្ធមានការថយចុះមិនមានចំណងជាមួយគ្នាដូចជាការធុញនឹងគ្នាទៅវិញទៅមករវាងប្តីប្រពន្ធអាចរួមរស់ជាមួយគ្នាបានលុះត្រាតែមានធាតុផ្សំផ្សេងៗមកជាមួយគ្នាវាក៏ជាកត្តាមួយជាចាំបាច់ផងដែរហើយការរួមភេទជាមួយគ្នាក៏ជារឿងប្តីប្រពន្ធត្រូវបំពេញឲ្យគ្នាដែរតែប្រសិនបើនឿយណាយជាមួយគ្នាហើយនោះការប្រេះស្រាំនឹងកើតមកជាមួយគ្នាដោយសារភាគីម្ខាងបានទៅស្វែងរកនៅកន្លែងដទៃទី4ហាមដាំដំបងយក្សឬប្រភេទប្រទាលផ្សេងៗការដាក់ប្រភេទប្រទាលមានបន្លាមុតនៅក្នុងបន្ទប់គេងគឺជាឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ដល់ប្តីប្រពន្ធព្រោះវាងាយនឹងជួបរឿងបែកបាក់ឆ្លោះប្រកែកគ្នាគិតតែរឿងមិនល្អចំពោះគ្នារវាងប្តីប្រពន្ធធ្វើរឿងអ្វីមួយក៏ខុសមិនពេញចិត្តគ្នាមិនចង់ឃើញមុខគ្នាហើយឈានដល់ការបែកបាក់គ្នាជាមិនខានទី5ហាមរួមភេទនៅក្នុងបន្ទប់ទឹកហុងស៊ុយបានបញ្ជាក់យ៉ាងច្បាស់មកថាការដែលប្តីប្រពន្ធចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកតែ2នាក់ច្បាស់ណាស់នឹងអាក្រាតកាយពេលនោះគឺធ្វើឲ្យមានអារម្មណ៍នឹងចង់បដូរបរិយាកាសប្រព្រឹត្តរួមភេទដោយក្តីត្រេកត្រអាលរួមដំណេកនៅក្នុងបន្ទប់ទឹកដែលជាហុងស៊ុយមួយដែលអពមង្គលព្រោះការរួមដំណេកនៅក្នុងបន្ទប់ទឹកធ្វើឲ្យកើតរឿងផិតក្បត់និងនិរាសព្រាត់ប្រាសរវាងប្តីប្រពន្ធកើតឡើងសរុបមកវិញហុងស៊ុយទាំង5នេះប្រសិនបើអស់លោកអ្នកធ្លាប់ប្រព្រឹត្តនោះសូមជៀសវាងនិងបញ្ឈប់សកម្មភាពទាំងនោះបើមិនចង់ឲ្យអ្នកទី3ចូលមកជ្រៀតជ្រែកនៅក្នុងជីវិតប្តីប្រពន្ធអ្នកបានព្រោះនរណាក៏ដោយគឺមិនចង់បានជីវិតដែលបែកបាក់ប្តីប្រពន្ធដោយសារអ្នកទី3នោះទេហើយពួកគេក៏តែងតែប្រាថ្នាចង់បានគ្រួសារមួយដែលពេញលេញនិងពោរពេញទៅដោយក្តីសុខសូមអរគុណ